សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីឌីម៉ុនយើងក៏បានជួបចំពោះរឿងកម្ពុជាបរិះការគ្មានពីរនៅក្នុងវគ្គទី10ដោយអ្នកទាំងអស់គ្នាក៏បានដឹងផងដែរថារឿងរបស់យើងនឹងបញ្ចប់នៅពេលដែលយីឆាងឈីងគឺបានជិះនៅក្នុងរទេះសេះយីឆាងឈីងរបស់យើងក៏បានមានអារម្មណ៍ថាគាត់គឺដូចជាធ្លាប់ស្គាល់នៅទីនេះប៉ុន្តែមិនដឹងពីមូលហេតុនោះទេយើងបានឃើញចំពោះទីអាសនៈរបស់យីឆាងឈីងគឺបញ្ចេញជាមួយនឹងពន្លឺពណ៌មាសយ៉ាងខ្លាំងក្លាបង្ហាញចំពោះបរិះម្នាក់ដែលគាត់គឺកំពុងតែបង្រៀនជាមួយនៅអ្វីទេគាត់ក៏ឃើញជាមួយនឹងចំហាយពន្លឺពណ៌មាសក៏បានមកដល់ទីនេះយើងបានឃើញចំពោះអ្នកបម្រើក៏បានប្រាប់អំពីរូបសំណាកមាសទាំង6គឺបានប្រែទៅក្លាយជាដុំថ្មនេះក៏បានធ្វើឲ្យគាត់គឺមានការឆ្ងល់ជាខ្លាំងហើយចំពោះបុត្រានឹងដូចជាត្រូវបានគេហៅថាសៀវហុងប៉ុន្តែមើលទៅគាត់ក៏បានដឹងអំពីរឿងដែលបានកើតឡើងថាព្រះ6អង្គនោះបានប្រែទៅជាថ្មតាមបរិះម្នាក់នេះគឺបានប្រាប់ទៅកាន់គាត់ដោយបរិះនឹងខ្ញុំភ្លេចប្រាប់គាត់គឺមានឈ្មោះថាសាងឆិនជាពិសេសគាត់បានចោទថាប្រហែលរឿងនេះគឺតែទៅមកកាន់ចំពោះយីឆាងឈីងដូច្នោះហើយធ្វើឲ្យចំពោះបុត្រាហុងនឹងគឺមានការខឹងនឹងទៅសម្លាប់ចំពោះយីឆាងឈីងបង្ហាញចំពោះកន្លែងយីឆាងឈីងរបស់យើងវិញដោយគាត់នឹងកំពុងតែនិយាយគ្នាជាមួយនឹងការរៀបចំនឹងគំនូររបស់យីឆាងឈីងរបស់យើងដោយបានលើសំឡេងរបស់ស៊ូហុងគឺបានស្រែករើចំពោះយីឆាងឈីងរបស់យើងកញ្ញាយានក៏បានថាឲ្យបងប្រុសរបស់នាងដែលហ៊ាននិយាយហៅឈ្មោះលោកបងយីប៉ុន្តែក៏មិនខ្វល់ទេគឺយកដាវភ្ជង់ទៅកាន់យីឆាងឈីងស្រាប់តែគាត់ក៏បានឃើញជាមួយនឹងពន្លឺដ៏អស្ចារ្យដែលបានចេញមកពីគំនូរមួយនោះគាត់ពិតជាមានការភ្ញាក់ផ្អើលដោយគាត់មិនដែលឃើញគំនូរអ្វីដែលអស្ចារ្យដូច្នោះទេយីឆាងឈីងក៏បានទៅនិយាយជាមួយនឹងគាត់ឲ្យគាត់គឺបានដាស់ស្មារតីនេះឡើងហើយក៏បានសួរផងដែរអំពីគំនូរមួយនេះតើគឺជាពីណាគេយីឆាងឈីងប្រាប់ថាគឺជាគាត់ប៉ុន្តែគាត់ដូចជាមិនជឿយីឆាងឈីងក៏បានបង្ហាញអំពីគំនូរគឺជាស្នាដៃដែលគាត់គឺជាអ្នកគូស៊ូហុងក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីដឹងថានេះគឺជាស្នាដៃរបស់យីឆាងឈីងហើយគាត់ក៏ចង់ឲ្យយីឆាងឈីងរបស់យើងនឹងសូត្រកំណាព្យផងដើម្បីបញ្ជាក់យីឆាងឈីងក៏ចាប់ផ្ដើមសូត្រកំណាព្យដែលទាក់ទងជាមួយនឹងគំនូរដែលគាត់បានគូការសូត្រកំណាព្យមួយនោះគឺបានទាក់ទាញជាមួយនឹងស៊ូហុងរបស់យើងជាខ្លាំងហើយបីជាស៊ូហុងក៏មានការភ្ញាក់ផ្អើលជាមួយនឹងការសូត្រកំណាព្យរបស់យីឆាងឈីងដោយសារតែគាត់គឺមិនអាចនិយាយអ្វីបន្តទៀតបានដូច្នោះហើយស៊ូហុងក៏បានចាកចេញពីទីនេះបាត់ទៅនៅពេលដែលគាត់ជិះនៅក្នុងរទេះសេះស៊ូហុងគឺសរសើរអំពីយីឆាងឈីងរបស់យើងជាខ្លាំងសូម្បីតែលោកសាងឆិនក៏មិនអាចប្រៀបស្មើជាមួយនឹងយីឆាងឈីងហើយគាត់ក៏បានមកចំពោះទីអាសនៈរបស់យីឆាងឈីងឃើញជាមួយនឹងពន្លឺពណ៌មាសដ៏ត្រជាក់ត្រចាំងតែម្ដងជាពិសេសគាត់ក៏មានជាមួយនឹងការយល់ដឹងក៏កាន់តែខ្លាំងនេះហើយគឺជាការយល់ដឹងដែលយីឆាងឈីងផ្ដល់ឲ្យខ្ញុំមិនដែរឬទេបង្ហាញចំពោះសាងឆិនជាមួយនឹងមន្ត្រីផ្សេងៗទៀតដែលពួកគេកំពុងតែនិយាយដាក់ចំពោះយីឆាងឈីងយើងគឺជាមនុស្សចង្រៃដូច្នោះនៅពេលដែលព្រះអង្គម្ចាស់ស៊ូហុងមកនឹងឲ្យដាក់ទោសប៉ុន្តែបានឃើញថាស៊ូហុងរបស់យើងនេះមានជាមួយនឹងពន្លឺអ្វីទៅនៅលើក្បាលរបស់គាត់តែវាគឺសំដៅទៅដល់ការយល់ដឹងជាពិសេសនឹងគាត់ក៏បានប្រាប់នៅពេលដែលគាត់យល់ដឹងដោយសារតែយីឆាងឈីងមន្ត្រីនៅទីនោះក៏មានការភ្ញាក់ផ្អើលផងដែរជាពិសេសស៊ូហុងក៏បានប្រាប់ថាអ្នកនរគ្នាកុំធ្វើឡើយសោះត្រូវតែគោរពទៅកាន់លោកយាយឲ្យបានត្រឹមត្រូវជាពិសេសស៊ូហុងក៏បាននាំសាងឆិនគឺទៅជួបជាមួយនឹងព្រះបិតារបស់គេហើយបានប្រាប់អំពីយីឆាងឈីងគឺជាមនុស្សអស្ចារ្យហាក់បីជាគាត់គឺចាប់ផ្ដើមយល់ពីការនិយាយរបស់បិតាហើយបិតារបស់ស៊ូហុងក៏បានសរសើរមើលទៅបុត្រាពិតជាវាងវៃមែនជាពិសេសពួកគេក៏ចាប់ផ្ដើមសង់កន្លែងផ្សេងទៀតសម្រាប់យីឆាងឈីងរបស់យើងបង្ហាញចំពោះថ្ងៃបន្ទាប់វិញដោយបានឃើញថាស៊ូហុងនឹងគឺបានមកនិយាយជាមួយនឹងយីឆាងឈីងប៉ុន្តែគាត់មិនបាននិយាយយូរនោះទេដោយសារតែយីឆាងឈីងរបស់យើងជាប់រវល់ជាមួយនឹងកញ្ញាយានដូច្នេះហើយចាំនិយាយគ្នាពេលក្រោយជាមួយនឹងស៊ូហុងសាច់រឿងក៏បានបង្ហាញនៅពេលដែលយីឆាងឈីងកំពុងតែជិះរទេះសេះជាមួយនឹងកញ្ញាយានជាពិសេសនោះកញ្ញានៅខាងក្រៅគឺបានចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់យីឆាងឈីងពួកគេក៏បានរត់មកដល់ចំពោះយីឆាងឈីងហើយក៏ចង់សុំយីឆាងឈីងរបស់យើងរៀបការព្រោះថាគ្រួសាររបស់ពួកគេមិនអន់ឡើយយីឆាងឈីងរបស់យើងវិញគឺមានអារម្មណ៍ថាអៀនជាខ្លាំងបន្ទាប់លើពីពួកគេនិយាយដូច្នោះមើលទៅពួកគេកំពុងតែលង់នឹងសម្រស់របស់ខ្ញុំស្រាប់តែកញ្ញាយានក៏បានជេរ
ញមកថាឲ្យទៅកាន់ពួកគេហើយពួកអូនឯងស្គាល់បងទេមែនគ្រាន់តែដឹងថានោះគឺជាព្រះនាងហើយពួកគេក៏បានរត់ចាកចេញដោយខ្លាចជាមួយអំណាចរបស់ព្រះនាងយានដោយព្រះនាងយានរបស់យើងនឹងនាំចំពោះយីឆាងឈីមកដល់ចំពោះវិមានលូយូដោយនេះគឺជាកន្លែងសម្រាប់អ្នកសិក្សាឬក៏ជាអ្នកប្រាជ្ញយីឆាងឈីមើលទៅពិតជាមកដល់កន្លែងត្រូវហើយយើងក៏បានឃើញចំពោះកញ្ញាម្នាក់ផងដែរដែលយើងហៅឈ្មោះនឹងថាលាវរូយីសំហៅថាកញ្ញាយីជាពិសេសពួកគេក៏បានឲ្យចំពោះយីឆាងឈីរបស់យើងចូលទៅខាងក្នុងដោយពួកគេនឹងណែនាំឲ្យយីឆាងឈីស្គាល់ពីលោកវាងនឹងគឺជាមនុស្សម្នាក់ដែលពូកែខាងសរសែសពចង់ជាខ្លាំងឬក៏ជាការតែងកំណាព្យនេះបានធ្វើឲ្យយីឆាងឈីគឺមានការចារម្មណ៍ទៅហើយគឺជាលោកវាងដែលពូគេនិយាយដល់នាងគឺជាមនុស្សស្រីការសរសែសពចង់របស់នាងឬក៏ការតែងកំណាព្យពិតជាអស្ចារ្យមនុស្សនៅទីនោះនាំគ្នាដណ្ដើមដេញថ្លៃយកជាមួយនឹងកំណាព្យមួយនោះតែយើងក៏បានឃើញមនុស្សម្នាក់ដែលគេគឺប្រឆាំងជាមួយនឹងកញ្ញាវ៉ានរបស់យើងដែលវាឈ្មោះថាឈិនឆាងអានហើយបីដូចជាវានឹងជាមនុស្សម្នាក់ដែលពិតជាអួតជាមួយនឹងសមត្ថភាពរបស់វាជាខ្លាំងដែលបែរនឹងក៏ជាមនុស្សដែលល្បីផងដែរនៅពេលនោះដែលវានឹងបង្ហាញជាមួយនឹងកំណាព្យរបស់វាឲ្យពួកគេឃើញដោយកំណាព្យដែលវាបញ្ចេញមកនឹងគឺពិតជាអាចារ្យជាខ្លាំងនិយាយទៅវាជឿជាក់ថាវាពិតជាខ្លាំងជាងគេអ្នកដែលនៅទីនោះគឺខឹងតែម្ដងអាប្រកាច់ប៉ុណ្ណឹងក៏អួតគេម្លេះបើសិនជាមានពីណាគេខ្លាំងចេញមកឲ្យតែអាចយកឈ្នះជាមួយនឹងកំណាព្យរបស់ខ្ញុំកញ្ញាយានក៏បានឲ្យយីឆាងឈីងរបស់យើងទៅបញ្ចេញសមត្ថភាពយីឆាងឈីងក៏បានយល់ព្រមហើយអាក្អូនប៉ុណ្ណឹងសោះម្ដេចក៏អួតយ៉ាងនេះហើយក៏បានណែនាំខ្លួនថាឈ្មោះថាយីឆាងឈីងបន្ទាប់ពីពួកគេណែនាំខ្លួនហើយពួកគេក៏ចាប់ផ្ដើមដាក់ការភ្នាល់តែម្ដងបើសិនជាយីឆាងឈីងរបស់យើងឈ្នះគេសុកចិត្តចាកចេញពីទីនេះតែម្ដងក៏មិនចូលចំពោះរាជធានីផងដែរប៉ុន្តែបើសិនជាយីឆាងឈីងចាញ់នៅក្នុងវិមានលូយូមួយនេះពួកគេត្រូវតែដកស្លាកឈ្មោះគឺចេញតែម្ដងតើអ្នកហ៊ានភ្នាល់ដែរឬទេកញ្ញារ៉ូយីក៏បានយល់ព្រមជាមួយនឹងសំណើមួយនេះដោយសារតែនាងជឿជាក់អំពីមនុស្សដែលព្រះនាងដាយានគឺបាននាំមកដោយសារតែដូច្នោះហើយពួកគេនឹងចាប់ផ្ដើមប្រកួតប្រជែងឥឡូវនេះតែម្ដងប៉ុន្តែមើលទៅកញ្ញាវ៉ានរបស់យើងពិតជាមានការបារម្ភជាខ្លាំងយីឆាងឈីងរបស់យើងគាត់ក៏ចាប់ផ្ដើមសរសេរជាមួយនឹងកំណើតរបស់គាត់បន្ទាប់ពីគាត់បានសរសេររួចហើយក៏ឲ្យពួកគេមើលគ្រាន់តែបន្ទាប់ពីបានឃើញជាមួយកំណើតរបស់យីឆាងឈីងអ្នកមើលគឺមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងឆានអានក៏បានដើរទៅមើលខ្លួនឯងគេក៏មានការភ្ញាក់ផ្អើលព្រោះថាកំណាព្យនោះបានធ្វើឲ្យគេស្រមើស្រមៃជួបជាមួយនឹងនារីដែលគេប្រាថ្នាចង់ជួបជាយូរមកហើយកញ្ញារូយីក៏បានឲ្យពួកគេមើលជាមួយនឹងការសរសេរនិងកំណើតរបស់យីឆាងឈីងមើលទៅវាពិតជាទាក់ទាញជាខ្លាំងតែម្ដងចំណែករឿងយើងក៏បញ្ចប់តែនឹងដោយសារតែថ្ងៃនេះអត់មានរឿងនៅវល់ហើយដូច្នេះទៅមន្ទីររឿងបានខ្លែងចឹងឲ្យគឺកុំប្រកាន់ឲ្យអ្នកគ្នាប្រហែលបានត្រឹមតែ7នាទីជាងតែប៉ុណ្ណោះហើយមាននិយាយច្រើនទេបាយ